កាន់ណែនាំខ្លួនឯងជាភាសាចិនជឿវជាសោបាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទជួបគ្នាជាថ្មីជាមួយខ្ញុំកឹមហ៊ុយបាទនៅក្នុងវីដេអូនេះគឺយើងនឹងសិក្សាអំពីពាក្យនិងឃ្លាភាសាចិនដែលយើងប្រើប្រាស់ប្រចាំថ្ងៃគឺតកតងទៅនឹងការណែនាំខ្លួនជាភាសាចិនបាទតោះបងប្អូនមកសិក្សាជាមួយគ្នាបាទទី1គឺ大家早上好大家早上好大家គឺមានន័យថាអ្នកទាំងអស់គ្នា早上好គឺមានន័យថាអរុណសួស្តី大家早上好គឺមានន័យថាអរុណសួស្តីអ្នកទាំងអស់គ្នា我叫王小文我叫王小文我គឺមានន័យថាខ្ញុំ叫គឺមានន័យថាមានឈ្មោះឬក៏មានឈ្មោះថា王小文គឺជាឈ្មោះ我叫王小文គឺមានន័យថាខ្ញុំមានឈ្មោះថា王小文我很高兴认识你们我很高兴认识你们我គឺមានន័យថាខ្ញុំ很គឺមានន័យថាណាស់高兴គឺមានន័យថារីករាយឬក៏សប្បាយចិត្ត认识គឺមានន័យថាស្គាល់ឬក៏ជួប你们គឺមានន័យថាពួកអ្នកឬក៏អ្នកទាំងអស់គ្នា我很高兴认识你们គឺមានន័យថាខ្ញុំរីករាយណាស់ដែលបានជួបឬក៏បានស្គាល់អ្នកទាំងអស់គ្នា我来自柬埔寨我来自柬埔寨我គឺមានន័យថាខ្ញុំ来自គឺមានន័យថាមកពី柬埔寨គឺមានន័យថាប្រទេសកម្ពុជា我来自柬埔寨គឺមានន័យថាខ្ញុំមកពីប្រទេសកម្ពុជា我是柬埔寨人我是柬埔寨人我គឺមានន័យថាខ្ញុំ是មានន័យថាគឺជា柬埔寨人គឺមានន័យថាជនជាតិខ្មែរ我是柬埔寨人គឺមានន័យថាខ្ញុំគឺជាជនជាតិខ្មែរ我是在金边出生的我是在金边出生的我គឺមានន័យថាខ្ញុំ是គឺមានន័យថាគឺជា在គឺមានន័យថានៅ金边គឺមានន័យថាភ្នំពេញ出生គឺមានន័យថាកើត我是在金边出生的គឺមានន័យថាខ្ញុំបានកើតនៅទីក្រុងភ្នំពេញ我出生于2007年我出生于2007年我គឺមានន័យថាខ្ញុំ出生于គឺមានន័យថាកើតនៅ2007年គឺមានន័យថាឆ្នាំ2007我出生于2007年គឺមានន័យថាខ្ញុំបានកើតនៅឆ្នាំ2007我今年19岁了我今年19岁了我គឺមានន័យថាខ្ញុំ今年គឺមានន័យថាឆ្នាំនេះ19岁គឺមានន័យថាអាយុ19ឆ្នាំ我今年19岁了គឺមានន័យថាឆ្នាំនេះខ្ញុំមានអាយុ19ឆ្នាំហើយ我和我家人住在一起我和我家人住在一起我គឺមានន័យថាខ្ញុំ和គឺមានន័យថានឹង我家人គឺមានន័យថាក្រុមគ្រួសាររបស់ខ្ញុំ住គឺមានន័យថាស្នាក់នៅឬក៏រស់នៅ在一起គឺមានន័យថានៅជាមួយគ្នា我和我家人住在一起គឺមានន័យថាខ្ញុំរស់នៅជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ我到这里3年了我到这里3年了我គឺមានន័យថាខ្ញុំ到គឺមានន័យថាមកដល់这里គឺមានន័យថាទីនេះ3年គឺមានន័យថារយៈពេល3ឆ្នាំ我到这里3年了គឺមានន័យថាខ្ញុំបានមកដល់ទីនេះរយៈពេល3ឆ្នាំហើយ我是金边皇家大学的大学生我是金边皇家大学的大学生我គឺមានន័យថាខ្ញុំ是គឺមានន័យថាគឺជា金边គឺមានន័យថាភ្នំពេញ皇家大学គឺមានន័យថាសាកលវិទ្យាល័យភូមិន្ទ大学生គឺមានន័យថានិស្សិត我是金边皇家大学的大学生គឺមានន័យថាខ្ញុំគឺជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ我上大学一年级我上大学一年级我គឺមានន័យថាខ្ញុំ上大学គឺមានន័យថារៀននៅសាកលវិទ្យាល័យ一年级ឆ្នាំទី1我上大学一年级
គឺមានន័យថាខ្ញុំគឺជានិស្សិតឆ្នាំទី1我的专业是汉语我的专业是汉语我的គឺមានន័យថារបស់ខ្ញុំ专业គឺមានន័យថាមុខវិជ្ជាឯកទេស是គឺមានន័យថាគឺជា汉语គឺមានន័យថាភាសាចិន我的专业是汉语គឺមានន័យថាមុខវិជ្ជាឯកទេសរបស់ខ្ញុំគឺភាសាចិន我会说英语我会说英语我គឺមានន័យថាខ្ញុំ会គឺមានន័យថាអាចឬក៏ចេះ说គឺមានន័យថានិយាយ英语គឺមានន័យថាភាសាអង់គ្លេស我会说英语គឺមានន័យថាខ្ញុំអាចឬក៏ខ្ញុំចេះនិយាយភាសាអង់គ្លេសបាន我会说一点汉语我会说一点汉语我គឺមានន័យថាខ្ញុំ会គឺមានន័យថាអាចឬក៏ចេះ说គឺមានន័យថានិយាយ一点គឺមានន័យថាបន្តិចឬក៏តិចតួច汉语គឺមានន័យថាភាសាចិន我会说一点汉语គឺមានន័យថាខ្ញុំអាចនិយាយភាសាចិនបានតិចតួចឬក៏ខ្ញុំចេះនិយាយភាសាចិនបានតិចតួច我的爱好是看书看电影和旅游我的爱好是看书看电影和旅游我的គឺមានន័យថារបស់ខ្ញុំ爱好គឺមានន័យថាចំណងចំណូលចិត្ត是គឺមានន័យថាគឺជា看书គឺអានសៀវភៅ看电影គឺមានន័យថាមើលកុន和គឺមានន័យថានឹង旅游គឺមានន័យថាធ្វើដំណើរកម្សាន្ត我的爱好是看书看电影和旅游គឺមានន័យថាចំណងចំណូលចិត្តរបស់ខ្ញុំគឺអានសៀវភៅមើលកុននិងធ្វើដំណើរកម្សាន្ត就这些了谢谢大家就这些了谢谢大家就这些了គឺមានន័យថាអស់ហើយឬក៏មានតែប៉ុណ្្នឹងឯង谢谢大家គឺមានថាសូមអរគុណអ្នកទាំងគ្នា就这些了谢谢大家គឺមានន័យថាអស់ហើយសូមអរគុណអ្នកទាំងគ្នា感谢你们的关注感谢你们的关注感谢គឺមានន័យថាអរគុណ你们的គឺមានន័យថារបស់ពួកអ្នក关注គឺយកចិត្តទុកដាក់ឬក៏ការយកចិត្តទុកដាក់感谢你们的关注គឺមានន័យថាសូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកទាំងអស់គ្នា自我介绍大家早上好我叫王希文我很高兴认识你们我来自柬埔寨我是柬埔寨人我是在金边出生的我出生于2007年我今年19岁了我和我家人住在一起我到这里3年了我是金边皇家大学的大学生我上大学1年级我的专业是汉语我会说英语我会说一点汉语我的爱好是看书看电影和旅游就这些了谢谢大家感谢你们的关注បាទសម្រាប់វីដេអូនេះគឺបានបញ្ចប់ហើយខ្ញុំសង្ឃឹមថាវីដេអូនេះគឺនឹងមានជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងសិក្សាភាសាចិនហើយខ្ញុំសូមអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានជួយចុច Subscribe Channel របស់ខ្ញុំហើយចាំជួបគ្នានៅវីដេអូបន្តទៀតបាទសូមអរគុណច្រើនបងប្អូនទាំងអស់គ្នា